ចាអញ្ចឹងអ្នកគ្រូបញ្យល់របស់គ្នាពាក់ព័ន្ធជាមួយនឹង account receivable collection period account receivable collection period នេះគឺរយៈពេលដែលអតិថិជនទូទាត់លុយមកឲ្យក្រុមហ៊ុនវិញអញ្ចឹងនៅក្នុងការវិភាគនេះយើងវិភាគចង់ដឹងពីរយៈពេលដែលក្រុមហ៊ុនអាចទារលុយពីអតិថិជនឬក៏រយៈពេលដែលអតិថិជនទូទាត់លុយមកឲ្យក្រុមហ៊ុនវិញអញ្ចឹងតើរយៈពេលប៉ុន្មានថ្ងៃដែលក្រុមហ៊ុនអាចទទួលការទូទាត់ពីអតិថិជនមកវិញនៅក្នុងរូបមន្តរបស់យើងដើម្បីរករយៈពេលនៃការទូទាត់សងត្រឡប់មកវិញយើងមានរូបមន្ត average account receivable ចែកជាមួយនឹង daily credit sale average account receivable នេះគឺយើងរកជាមធ្យមនៃការជំពាក់ជាងបើសិនជាអូនរកជាមធ្យម2ឆ្នាំអូនអាចចែកបូកឲ្យចែកទាំង2នៅកន្លែងហ្នឹងដោយសារយើងរក2016និង2017ចំណែក daily credit sale នេះពាក្យថា credit sale គឺការលក់ដោយជំពាក់មិនមែនលក់បានលុយភ្លាមៗទេបងប្អូនណា daily credit sale ហ្នឹងបានលក់ដោយជំពាក់ប្រចាំថ្ងៃដើម្បីរកការលក់ដោយជំពាក់ប្រចាំថ្ងៃអូនត្រូវយក sale នៃការជំពាក់ប្រចាំឆ្នាំនេះចែកជាមួយ360ឬក៏365អាស្រ័យទៅលើប្រទេសមួយឬក៏អាស្រ័យទៅលើក្រុមហ៊ុនណាគាត់យកប្រហែលថ្ងៃក្នុងមួយឆ្នាំ360ឬក៏365ថ្ងៃតែក្នុងនេះយើងយក360ថ្ងៃដោយសារយើងសិក្សា2016 2017ក្នុងសភៅរបស់យើងអញ្ចឹងយើងទៅរកមក account receivable ឆ្នាំ2016 2527ឆ្នាំ2017គឺ2271យើងរកជាមធ្យម2ឆ្នាំយើងបូកយកគ្នាឲ្យចែកទៅ2យើងឃើញលទ្ធផលមួយទៀតគឺ sale ប្រចាំថ្ងៃអញ្ចឹង sale ឆ្នាំ2017 13406យើងចែកនឹង360មកដើម្បីរកជា daily ប្រចាំថ្ងៃអូខេយើងឃើញប៉ុណ្ណឹងយើងចែកមកឃើញចម្លើយបាន64ថ្ងៃលទ្ធផលគឺយើងមិនអាចប្រកាសថាល្អឬក៏មិនល្អទេគឺអាស្រ័យទៅលើក្រុមហ៊ុនថាតើក្រុមហ៊ុនឲ្យគេជំពាក់ប៉ុន្មានថ្ងៃបើសិនជាក្រុមហ៊ុនឲ្យគាត់ជំពាក់60ថ្ងៃតែរយៈពេល64ថ្ងៃគាត់យកលុយមកសងអានោះគឺវាល្អដែរក្នុងរយៈពេលជាប់គ្នាហ្នឹងវាយឺតតែ4ថ្ងៃទេតោះដែរហ្នឹងតែបើក្នុងករណីដែលក្រុមហ៊ុនឲ្យគេជំពាក់30ថ្ងៃប៉ុន្តែលទ្ធផលគេយកមកសងក្នុង64ថ្ងៃក៏វាមិនសូវល្អដែរអញ្ចឹងរយៈពេលជាមធ្យម64ថ្ងៃនេះគឺវាមិនល្អហើយនឹងក៏មិនអាក្រក់ដែរប៉ុន្តែជាមធ្យមគេអាច2ខែហ្នឹងគឺសម្រាប់ក្រុមហ៊ុនគឺអត់មានបញ្ហាអីទេអញ្ចឹងនេះគឺជាលទ្ធផលដែលយើងទទួលបាននៅក្នុងការវិភាគអរគុណច្រើន